សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីហើយថ្ងៃហ្នឹងខ្ញុំមកចាប់កូនត្រីទៀតហើយដែលវាមានអាយុ3ខែអញ្ចឹងបងប្អូនចង់បានកូនត្រីទាំងអស់នេះអត់អញ្ចឹងថ្ងៃហ្នឹងខ្ញុំមានកាដូពិសេសនៅក្នុងវីដេអូហ្នឹងសម្រាប់បងទាំងអស់គ្នាដែលបានមើលហើយឥឡូវយើងឃើញថា World Cup 2026ហ្នឹងគេចិត្តឃើញម្ចាស់ពានហើយអញ្ចឹងឥឡូវខ្ញុំមានកម្មវិធីទស្សន៍ទាយចាស់ពាន World Cup 2026ហ្នឹងថាតើក្រុមប្រទេសណាជាអ្នកឈ្នះអញ្ចឹងណាហើយខ្ញុំនឹងមាន free កូនត្រីសម្រាប់អ្នកដែលទស្សន៍ទាយត្រូវអញ្ចឹងខ្ញុំមានកាដូជាកូនត្រីខំចំនួន4ក្បាលទៅកាន់អ្នកដែលមានសំណាង4នាក់ដែលអ្នកដែលធ្វើការទូទាយត្រឹមត្រូវហ្នឹងហើយមុននឹងចូលដល់លក្ខខណ្ឌងាយៗដើម្បីឈ្នះកូនត្រីហ្នឹងខ្ញុំសូមបង្ហាញពីកូនត្រីយើងបន្តិចសិនអញ្ចឹងយើងមានត្រី2ស្បុកដែលស្បុកទី1ហ្នឹងមានពណ៌ខៀវលាយក្រហមនិងស្វាយពួកអីបាវាជាត្រីមហាឆៃបូកកាត់អេលៀនអញ្ចឹងណាអេលៀនពណ៌ខៀវហើយមេវាជាត្រីខំម៉យើងទេហើយសម្រាប់ស្បុកទី2វាមានពណ៌ដូចត្រីព្រៃអញ្ចឹងដែលវាព្រៃកាត់អញ្ចឹងណាហើយពួកឯបាវាត្រីខំព្រៃសុតហើយមេវាជាត្រីម៉អញ្ចឹងកាត់មកវាដូចព្រៃអាចថា 60% ដែរហើយអញ្ចឹងនៅចុងវីដេអូខ្ញុំនឹងបង្ហាញពីកូនត្រីយើងដែលយើងនៅពេលដែលយើងចាប់កែវហើយឲ្យវាអួតគ្នាមើលថាវាបង្ហាញសម្រស់ស្អាតប៉ុណ្ណាអញ្ចឹងណាអញ្ចឹងចូលដល់លក្ខខណ្ឌងាយៗយើងអញ្ចឹងបងគ្រាន់តែជួយ Subscribe Channel បងអូនមួយមកហើយ comment ឈ្មោះប្រទេសមួយដែលបងគិតថានឹងឈ្នះពាន World Cup 2026ហើយមួយទៀតក្នុងម្នាក់អាចទៅទីបានតែមួយប្រទេសទេមួយច្រើនប្រទេសខ្ញុំចាត់ទុកជាមុខៈហើយអ្នកដែលឈ្នះនោះបន្ទាប់ពីការប្រកួតវគ្គផ្ដាច់ព្រាត់ហ្នឹងចប់យើងនឹងរកឃើញចាស់ពីហើយអញ្ចឹងខ្ញុំនឹងជ្រើសរើសអ្នកដែល comment ត្រឹមត្រូវចំនួន4នាក់សម្រាប់មកចាប់រង្វាន់អញ្ចឹងណាបងអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេអញ្ចឹងបងកុំភ្លេចជួយ comment នៅខាងក្រោមទស្សន៍ទាយលេងផងគីឡូត្រូវបានកូនត្រីអញ្ចឹងណាហើយនឹងឲ្យជូនពរសំណាងល្អក្នុងរដូវកាល World Cup នេះឃើញថាបងខ្លះគាត់ផ្ទុះបងអញ្ចឹងណាបាទអរគុណជម្រាបលា
។